ជំរាបសួរអ៊ំពូមីងបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនឹងលើកយកករណីមួយដែលកើតឡើងនៅក្នុងប្រទេសហ្វីលីពីនរឿងក្តីមួយនេះគឺកើតឡើងនៅក្នុងឆ្នាំ2021ទៅលើនារីភេទទី3ម្នាក់នាងត្រូវបានគេរំលោភសម្លាប់យ៉ាងព្រៃផ្សៃនៅកណ្ដាលព្រៃដែលសាកសពរបស់នាងគឺមើលហើយរន្ធត់មែនទែនហ្មងរឿងរ៉ាវដែលបានកើតឡើងទៅលើនាងទាំងអស់អាចបណ្ដាលមកពីនាងទុកចិត្តគេខ្លាំងពេកទៅបណ្ដាលឲ្យជីវិតរបស់នាងទៅជាបែបហ្នឹងបើយើងក៏លេចមើលរូបថតនិងវីដេអូដែលនាងបានបង្ហោះនៅក្នុង TikTok នាងមើលទៅរស់រាយស្រស់ស្រាយហើយមុខមាត់របស់នាងគឺស្រស់ស្អាតស្រស់សង្ហាមែនទែនមិនគួរណាមានរឿងបែបហ្នឹងកើតឡើងទៅលើជីវិតរបស់នាងនឹងទេបើសាកសពរបស់នាងដែលគេរកឃើញហ្នឹងគឺថាគួរឲ្យអាណិតនាងមែនទែនបន្ទាប់ពីគេរំលោភនាងហើយឃាតករបានយកឈើយកទៅញុកនៅក្នុងប្រដាប់ភេទរបស់នាងដែលឃើញហើយគឺអាណោចអធមមិនគួរណាជួបរឿងខុសខើដល់ថ្នាក់នឹងទេឥឡូវបើចង់ដឹងថាមានរឿងអីខ្លះដែលបានកើតឡើងទៅលើនាងតើឃាតករគេចាប់បានដោយរបៀបណាកុំឲ្យខាត់ពេលយូរតោះយើងមកតាមដានទាំងអស់គ្នានៅថ្ងៃទី20ខែឧសភាឆ្នាំ2021នៅប្រហែលជាម៉ោង2រសៀលមានបរិះកសិករម្នាក់ដែលគាត់មានឈ្មោះថា Ray De La Cruz មានអាយុ39ឆ្នាំបរិះម្នាក់នេះគឺគាត់រស់នៅក្នុងស្រុក Bagong Silangan ទីក្រុង Quezon ប្រទេសហ្វីលីពីននៅរសៀលថ្ងៃនោះគាត់បានទៅមើលគោរបស់គាត់ដូចរាល់ដងដែលគាត់ចងនៅក្បែរព្រៃស្រាប់តែគាត់ធំក្លិនអ្វីម្យ៉ាងស្អុយមែនទែនទ្រាំអត់ចង់បានទេគាត់ក៏ទៅរកមើលឃើញហើយគឺគាត់ដាច់ផ្ងាតែម្ដងគាត់បានឃើញសាកសពអាក្រាតកាយមួយដែលគេបានវៃក្បាលឡើងទក់ហ្មងមើលអត់ស្គាល់ទេអត់ដឹងថាជាណាគេទេបន្ទាប់ពីគាត់ឃើញសាកសពនោះហើយគាត់នៅម្នាក់ឯងដល់អញ្ចឹងទៅគាត់ក៏រៀងភ័យខ្លាចដែរគាត់អត់បានទៅចិត្តទៅគៀកទៅមើលសាកសពនឹងទេគឺគាត់រត់យកហ្មងក្រោយមកបានគាត់ទេប្តឹងប៉ូលីសឲ្យមកពិនិត្យសាកសពមួយនោះក្រោយពេលដែលប៉ូលីសទទួលបានព័ត៌មាននឹងហើយប៉ូលីសប្រើពេលអត់ដល់30នាទីផងក៏មកដល់កន្លែងកើតហេតុប៉ូលីសបានហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុនិងចាប់ផ្ដើមធ្វើការស្រាវជ្រាវរឿងក្តីមួយនេះគឺត្រូវបានប៉ូលីសនៅក្នុងទីក្រុងខេសនជាអ្នកដែលទទួលបន្ទុកនិងធ្វើការស្រាវជ្រាវក្រុមអ្នកស៊ើបអង្កេតដែលទៅដល់កន្លែងកើតហេតុអត់អាចឈរមើលធ្វើការស្រាវជ្រាវទៅលើសាកសពនឹងបានយូរទេដោយសារតែសភាពសាកសពនឹងគឺវាខុសខើវាអាក្រក់ខ្លាំងពេកហ្មងបើនិយាយពីសភាពសាកសពដែលក្រុមអ្នកស៊ើបអង្កេតបានឃើញគឺអាក្រាតកាយរាងកាយហើមអលួយមានតកូវរុកព្រមទាំងមានលាមកនៅលើមុខក្បាលត្រូវបានជនបង្កយកមេឈើយកមកគ្របពីលើក្រុមប៉ូលីសសន្និដ្ឋានថាជនរងគ្រោះច្បាស់ជាត្រូវបានគេវាយសម្លាប់ព្រោះរបួសនៅលើក្បាលនឹងគឺវាធ្ងន់ធ្ងរជាខ្លាំងពេលប៉ូលីសដកមេឈើនោះចេញហើយឃើញថាសភាពសាកសពអត់អាចកំណត់រកអត្តសញ្ញាណបាននោះទេព្រោះអីមុខគឺខ្ទេចអស់លីងហ្មងតាមការស្រាវជ្រាវដំបូងរបស់ប៉ូលីសជនរងគ្រោះប្រហែលជាបានស្លាប់ពីថ្ងៃមុនពេលដែលគេរកឃើញសាកសពជនរងគ្រោះមិនត្រឹមតែមានរបួសនៅលើក្បាលនោះទេគឺមានរបួសនៅលើប្រដាប់ភេទដោយជនបង្កបានយកឈើយកទៅញុកចូលក្នុងប្រដាប់ភេទរបស់ជនរងគ្រោះតម្រុយតែមួយគត់ដែលអាចកំណត់រកអត្តសញ្ញាណជនរងគ្រោះបានគឺស្នាមសាក់ដែលមាននៅលើដៃរបស់ជនរងគ្រោះទាំងពីរនៅលើដៃខាងស្ដាំមានសាក់ថាពាក្យអ៊ីឆេងនៅលើដៃខាងឆ្វេងគឺសាក់រូបពេជ្រនៅក្បែរកន្លែងដែលរកឃើញជនរងគ្រោះនឹងក៏ប៉ូលីសរកឃើញមានកាបូបលុយទូរស័ព្ទឬក៏អត្តសញ្ញាណប័ណ្ណឬក៏ទ្រព្យសម្បត្តិអីផ្សេងៗដែលត្រូវបានគេយកទៅបោះចោលនៅក្បែរនឹងទេប៉ូលីសរកឃើញមានតែខោអាវដែលប្រឡាក់ឈាមមានខោជើងវែងកលាពណ៌ក្រហមមួយអាវយឺតពណ៌សមួយខោក្នុងពណ៌ខៀវមួយនិងកណាត់រុំដើមទ្រូងមួយដែលរបស់ទាំងអស់ហ្នឹងគឺជារបស់ជនរងគ្រោះតាមដែលប៉ូលីសស្រាវជ្រាវជនរងគ្រោះគឺជាមនុស្សស្រីនាងអាចជាត្រូវបានគេរំលោភហើយសម្លាប់ដើម្បីកំណត់រកអត្តសញ្ញាណជនរងគ្រោះបានប៉ូលីសមានតែយកស្នាមសាក់ដែលមាននៅលើដៃទាំងពីរនឹងទេដើម្បីធ្វើជាតម្រុយនៅក្នុងការស្រាវជ្រាវបើនិយាយពីអ្នកស្រុកដែលរស់នៅជុំវិញតំបន់កើតហេតុមិនប្រហែលនាទីទេបន្ទាប់ពីគេរកឃើញសាកសពហើយក៏បានទៅដល់កន្លែងកើតហេតុនិងបានថតរូបជនរងគ្រោះយកទៅបង្ហោះនៅក្នុង Facebook មានអ្នកស្រុកជាច្រើនបានផ្អើលទៅមើលឡើងពេញនឹង
ក្នុងចំណោមនោះមានបរិសម្នាក់បានដើរទៅរកក្រុមប៉ូលីសថាគាត់បានស្គាល់ឈ្មោះជនរងគ្រោះថាជាណាគេហើយបរិសម្នាក់នោះគឺគាត់មានឈ្មោះថាឌូកងគ្រាន់តែគាត់និយាយអញ្ចឹងហើយក្រុមអ្នកស៊ើបអង្កេតគឺមានការស្រឡាំងកាំងជាខ្លាំងព្រោះអីមុខជនរងគ្រោះឡើងខ្ទេចអស់ហើយនឹងមើលមិនស្គាល់ហេតុអីក៏បរិសម្នាក់នឹងអាចចំណាំជនរងគ្រោះនឹងបានតាមដែលឌូកងនិយាយជនរងគ្រោះមានឈ្មោះថា Nori Bitria និងមានឈ្មោះคล้ายៗថា E Bing Mia ក្រោយពេលដែលឌូកងបានប្រាប់ឈ្មោះ E Bing Mia ទៅកាន់ប៉ូលីសហើយប៉ូលីសក៏មានការសង្ស័យទៅលើឌូកងដល់អញ្ចឹងទៅប៉ូលីសក៏ធ្វើការឃាត់ខ្លួនឌូកងយកទៅសាកសួរចម្លើយនៅប៉ុស្តិ៍ប៉ូលីសតាមដែលព័ត៌មានប៉ូលីសទទួលបានអ៊ីប៊ីងមៀគឺត្រូវបានក្រុមគ្រួសាររាយការណ៍ថាបានបាត់ខ្លួនតាំងពី3ថ្ងៃមុនម៉េះរត់ឃើញទេអ៊ីប៊ីងមៀមានអាយុ21ឆ្នាំនាងជាមនុស្សស្រីប៉ុន្តែបានប្តូរភេទទៅជា Tomboy ដែលគេនិយាយថាភេទទី3អ៊ីប៊ីងគឺគាត់ចូលចិត្តលេង TikTok បើយើងក៏លេចមើល TikTok របស់គាត់មានអ្នក follow ដល់ទៅ70k follower ហើយគាត់តែងតែផុសវីដេអូថ្មីៗជាប្រចាំនៅលើ TikTok របស់គាត់មួយវិញទៀតអ៊ីប៊ីងក៏ជាសមាជិកនៅក្នុងសមាគម LGBTQ ផងដែរនិយាយទៅមានមនុស្សច្រើនមែនទែនដែលគេចូលចិត្តអ៊ីប៊ីងនៅលើវីដេអូដែលអ៊ីប៊ីងបានបង្ហោះនៅក្នុង TikTok របស់គាត់មួយឃើញថាមានអ្នកដែល like វីដេអូហ្នឹងក៏ច្រើនគួរសមដែរបើតាមម្ដាយរបស់អ៊ីប៊ីងដែលមានឈ្មោះថា Cherry Tria បាននិយាយថាកូនប្រុសរបស់គាត់គឺជាមនុស្សដែលល្អឧស្សាហ៍ព្យាយាមតែងតែខំប្រឹងប្រែងធ្វើការរកលុយដើម្បីទ្រទ្រង់នៅក្នុងគ្រួសារអ៊ីប៊ីងរៀនឲ្យបានចប់ទេគាត់បានឈប់រៀនហើយមកជួយការងារផ្ទះក្រោយមកគាត់ក៏បានទៅរកការងារធ្វើដើម្បីបានលុយមកទ្រទ្រង់នៅក្នុងគ្រួសារអ៊ីប៊ីងធ្វើការងារច្រើនមុខមែនទែនគាត់បានធ្វើជាអ្នកលាងចាននៅក្នុងភោជនីយដ្ឋានផងនិងបានធ្វើជាអ្នករត់តុនៅក្នុងហាងអាហារផងដែរអ៊ីប៊ីងគឺគាត់បានទៅធ្វើការនិងរស់នៅក្នុងខេត្តផាំផាកាជាមួយនឹងសង្សារស្រីរបស់គាត់ប៉ុន្តែពួកគាត់បានឆ្លោះគ្នាដល់អញ្ចឹងទៅអ៊ីប៊ីងក៏បានដកឃ្លាមួយរយៈពីសង្សាររបស់គាត់និងបានទៅទីក្រុងខេសននៅថ្ងៃទី14ខែឧសភាឆ្នាំ2021នៅថ្ងៃទី17ខែឧសភាឆ្នាំ2021អ៊ីប៊ីងបានផ្ញើសារទៅកាន់គ្រួសាររបស់គាត់ថានៅយប់ហ្នឹងគាត់នឹងទៅក្រៅទៅផឹកស្រាជាមួយនឹងពួកម៉ាក់របស់គាត់2នាក់ដែលម្នាក់មានឈ្មោះថា Sandoval de la Cruz និងម្នាក់ទៀតមានឈ្មោះថា Crystal អ៊ីប៊ីងចង់ទៅក្រៅទៅផឹកស្រាហ្នឹងគឺដើម្បីរំសាយទុក្ខព្រោះអីគាត់ពិបាកចិត្តរឿងដែលគាត់ឆ្លោះគ្នាជាមួយនឹងសង្សាររបស់គាត់ស្អែកឡើងត្រូវនៅថ្ងៃទី18ខែឧសភាឆ្នាំ2021ម្ដាយរបស់អ៊ីប៊ីងអត់បានដំណឹងរបស់អ៊ីប៊ីងអីសោះគាត់ក៏បានសួរគេឯងថាមានបានតាក់ទងទៅអ៊ីប៊ីងឬក៏អ៊ីប៊ីងនឹងមានបានតាក់ទងមកអត់មិនបានបាត់ស្ងាត់ជ្រាបអត់ឃើញមកផ្ទះអីសោះអញ្ចឹងប៉ុន្តែអ្នកគ្រប់គ្នាគឺអត់បានទទួលដំណឹងពីអ៊ីប៊ីងឬក៏ដឹងថាអ៊ីប៊ីងនឹងនៅណាទេអីដែលសំខាន់នឹងអ៊ីប៊ីងជាមនុស្សដែលចូលចិត្តលេង TikTok តាំងពីពេលដែលគាត់បានប្រាប់គ្រួសារគាត់ថាគាត់ទៅក្រៅទៅផឹកជាមួយនឹងពួកម៉ាក់គាត់មកអ៊ីប៊ីងគឺអត់ឃើញមានផុសវីដេអូថ្មីៗនៅក្នុង TikTok របស់គាត់ទេគឺបាត់គាត់ឈឹងហ្មងគ្រួសាររបស់អ៊ីប៊ីងទាំងមូលគឺបារម្ភពីសុខភាពរបស់អ៊ីប៊ីងមែនទែនគេព្យាយាមតាក់ទងទៅកាន់អ៊ីប៊ីងប៉ុន្តែអត់ទទួលបានការឆ្លើយតបពីអ៊ីប៊ីងវិញសោះនៅថ្ងៃដដែលហ្នឹងគ្រួសាររបស់អ៊ីប៊ីងក៏បានទៅកាន់ប៉ុស្តិ៍ប៉ូលីសនិងធ្វើការប្តឹងពីករណីបាត់ខ្លួនរបស់អ៊ីប៊ីងក្រោយពេលដែលប៉ូលីសទទួលបានដំណឹងនេះហើយប៉ូលីសក៏ចាប់ផ្ដើមធ្វើការស្រាវជ្រាវស្វែងរកអ៊ីប៊ីងតាមការស្រាវជ្រាវរបស់ប៉ូលីសគឺប៉ូលីសអត់ទទួលបានដំរីអីសោះពីការបាត់ខ្លួនរបស់អ៊ីប៊ីងតតែម្ដងថ្ងៃទី19ខែឧសភាទើបក្រុមគ្រួសាររបស់អ៊ីប៊ីងទទួលបានព័ត៌មានមួយដែលគេបានផុសនៅក្នុង Facebook រឿងហ្នឹងគឺតាក់ទងជាមួយនឹងសាកសពដែលគេអត់ស្គាល់អត្តសញ្ញាណត្រូវបានគេរំលោភសម្លាប់នៅក្នុងព្រៃព័ត៌មានដែលគេបានផុសនៅក្នុង Facebook ហ្នឹង Jeremy Nicholas ដែលត្រូវជាបងសង្សាររបស់អ៊ីប៊ីងក៏បានឃើញព័ត៌មាននឹងដែរក្រោយពេលដែលបានឃើញព័ត៌មាននឹងហើយ Jeremy ក៏បានទៅដល់កន្លែងដែលគេរកឃើញសាកសពមួយនោះនៅពេលដែល Jeremy ទៅដល់កន្លែងដែលគេរកឃើញសាកសពគាត់អត់ដឹងទេថាសាកសពមួយនោះជាណាគេព្រោះអីមុខមាត់របស់សាកសពត្រូវបានគេវាយឡើងខ្ទេចអស់ហើយប៉ុន្តែអ្វីដែលគាត់អាចដឹងថាសាកសពនោះគឺជាណាគេដោយសារតែស្នាមសាក់ដែលមាននៅលើដៃទាំងសងខាងរបស់សាកសព Jeremy ស្គាល់យ៉ាងច្បាស់ថាសាកសពមួយនោះគឺជា Ibing Mia ដោយសារតែស្នាមសាក់ដែលមានលើដៃទាំងសងខាងនឹងឯង
ក្រោយមក Jeremy ក៏បានប្រាប់អត្តសញ្ញាណជនរងគ្រោះនេះទៅកាន់ប៉ូលីសនិងធ្វើការតេទៅកាន់គ្រួសាររបស់ Ebing ប្រាប់ដំណឹងនេះទៅកាន់គ្រួសាររបស់ Ebing គ្រួសាររបស់ Ebing ពេលដែលទទួលបានដំណឹងនេះហើយគឺពិតជាសោកសៅមែនទែនពិសេសជាងគេនឹងគឺ Jerry ដែលត្រូវជាម្ដាយរបស់ Ebing គឺគាត់ទទួលយកអត់បានទេម្ដាយ Ebing ឆ្ងល់ថាតើមានរឿងអីដែលបានកើតឡើងទៅលើ Ebing បើគ្រាន់តែទៅដើរលេងផឹកស៊ីជាមួយនឹងពួកម៉ាក់តាំងពីក្មេងជាមួយគ្នាមកយប់សោះ Ebing បែរជាត្រូវបានគេរំលោភសម្លាប់ទៅវិញតើនរណាទៅធ្វើរឿងរ៉ាវដ៏អាក្រក់បែបនេះទៅលើ Ebing បើ Ebing មានចរិតល្អរស់រាយនរណាណីក៏ចូលចិត្តគាត់ដែរបើនិយាយពី Dugong ដែលត្រូវបានប៉ូលីសយកទៅសាកសួរវិញប៉ូលីសចង់ដឹងពីទំនាក់ទំនងរវាងគេនិង Ebing Dugong បានសហការជាមួយនឹងប៉ូលីសបានយ៉ាងល្អតែបែរជាត្រូវបានប៉ូលីសសង្ស័យលើគេទៅវិញព្រោះគេហាក់ដូចជាដឹងរឿងច្រើនពេកទាំងដែលប៉ូលីសអត់បានប្រាប់គេផងគេនិយាយមកដូចជាគេនៅក្នុងហេតុការណ៍នឹងអញ្ចឹងប៉ូលីសមានអារម្មណ៍ថា Dugong នឹងមើលទៅដូចជាអត់ស្រួលទេគេច្បាស់ជាជាប់ពាក់ព័ន្ធជាមួយនឹងករណីនេះមិនខានទេទន្ទឹមនឹងកាយវិការរបស់ Dugong ដែលប៉ូលីសកត់សម្គាល់ឃើញថានៅពេលដែលប៉ូលីសសាកសួរចម្លើយ Dugong នៅអត់ស្ងៀមទេគាត់ចេះតែច្បាច់ម្រាមដៃរបស់គាត់ហើយបើភ្នែករបស់គាត់វិញគឺក្លិបក្លាប់អត់ហ៊ានមើលមុខប៉ូលីសចំទេប្រហែលម៉ោងក្រោយមកឪពុករបស់ Ebing ក៏បានទៅដល់ប៉ុស្តិ៍ប៉ូលីសនៅពេលដែលគាត់បានទៅដល់ប៉ុស្តិ៍ប៉ូលីសគាត់ក៏បានឃើញ Dugong នៅប៉ុស្តិ៍ប៉ូលីសនិងបានប្រាប់ប៉ូលីសថា Dugong នឹងគឺមិនមែនឈ្មោះពិតប្រាកដរបស់គេទេហើយឈ្មោះពិតប្រាកដរបស់ Dugong គឺមានឈ្មោះថា Sandokan de la Cruz ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធនិងមិត្តភក្តិពីក្មេងរបស់ Ebing នៅពេលហ្នឹងឪពុករបស់ Ebing ក៏បានប្រាប់ប៉ូលីសដែរថានៅយប់ដែល Ebing ទៅផឹកស្រាហ្នឹងគឺទៅជាមួយនឹង Dugong នឹងឯងដល់អាចប្រឈមមុខជាមួយនឹងឪពុករបស់ Ebing ដែលបានសួរទៅកាន់គេបាន Dugong ក៏ធ្វើការសារភាពពីរឿងរ៉ាវដែលបានកើតឡើងទៅលើ Ebing នៅយប់ហ្នឹងDugong ក៏ជាមនុស្សម្នាក់ក្នុងចំណោមឃាតករដែលបានធ្វើរឿងរ៉ាវដ៏អាក្រក់ហ្នឹងទៅកាន់ Ebing ដែរឥឡូវនេះខ្ញុំនឹងនិយាយត្រឡប់ទៅថ្ងៃទី17ខែឧសភាឆ្នាំ2021វិញនៅយប់កើតហេតុហ្នឹង Ebing បានទៅជាមួយនឹង Dugong និងមិត្តភក្តិស្រីរបស់គាត់ម្នាក់ទៀតដែលមានឈ្មោះថា Crystal ពួកគេបានចំណាយពេលជាមួយគ្នាផឹកស៊ីយ៉ាងរីករាយបន្ទាប់ពីពួកគេអត់បានជួបគ្នាយ៉ាងយូររហូតដល់ម៉ោង2រំលងអធ្រាត្រឈានចូលដល់ថ្ងៃទី18ខែឧសភាឆ្នាំ2021គឺដល់ពេលវេលាដែល Crystal នាងត្រូវត្រឡប់ទៅផ្ទះវិញហើយដល់អញ្ចឹងទៅ Ebing និង Dugong ក៏បានជូននាងទៅផ្ទះហើយតម្លាក់នាងនៅផ្ទះអញ្ចឹងទៅពួកគេក៏បន្តដំណើរទៅមុខទៀត Crystal ក៏ត្រូវបានប៉ូលីសហៅទៅសាកសួរព័ត៌មានបន្ថែមនាងក៏បាននិយាយដែរថាពួកគេពិតជាបានតម្លាក់នាងនៅផ្ទះមែនហើយនៅម៉ោង3រំលងអធ្រាត្រហ្នឹងEbing ក៏បានផ្ញើសារតាម Messenger ទៅប្រាប់នាងដែរថាគេបានទៅដល់ផ្ទះហើយតែតាមពិតទៅមានណាគឺ Ebing បានជួបរឿងរ៉ាវដ៏អាក្រក់ទៅវិញទេបន្ទាប់ពី Crystal ទទួលបានសាររបស់ Ebing ហើយនាងក៏បានចូលគេងទៅបើនិយាយពី Dugong និង Ebing វិញពួកគេអត់បានទៅផ្ទះទេ Dugong បាននាំ Ebing ទៅជួបនឹងពួកម៉ាក់របស់គេ2នាក់ដែលម្នាក់មានឈ្មោះថា Joel Loyola មានអាយុ30ឆ្នាំនិងម្នាក់ទៀតមានឈ្មោះថា Richard Elvin Araza មានអាយុ34ឆ្នាំបើនិយាយពីប្រវត្តិរបស់ Joel វិញគឺគាត់អត់មានការងារធ្វើអីទេរាល់ថ្ងៃហ្នឹង Joel រស់នៅជាមួយនឹងសង្សាររបស់គាត់មួយវិញទៀត Joel គឺជាមនុស្សដែលប្រើប្រាស់គ្រឿងញៀនបើ Richard វិញគាត់គឺជាកម្មករសំណង់ Richard និង Joel មានអាយុច្រើនជាង Dugong និង Ebing ដល់ទៅជាង10ឆ្នាំទាំងដែល Dugong និង Ebing មានអាយុត្រឹមតែ21-22ឆ្នាំទេ Dugong គឺជាអ្នករត់ស៊ីក្លូហើយគាត់បានរៀបការរួចមកហើយបន្ទាប់ពីពួកគេទាំង4នាក់បានជួបគ្នា Dugong, Richard និង Joel បានប្រើប្រាស់គ្រឿងញៀនជាមួយគ្នារីឯ Ebing អត់បានប្រើប្រាស់គ្រឿងញៀនជាមួយនឹងពួកគេទេជួបនិយាយគ្នាបានមកសទុះ Joel ក៏បានដឹងថា Ebing នឹងគឺជាមនុស្សស្រីភេទទី3 Joel អត់មានបាននិយាយអីច្រើនទេក៏ដាក់ Ebing ចំកដាពោះមួយដៃនិងបន្តថែមពី3ដៃទៀតធ្វើឲ្យ Ebing នឹងបាត់បង់ស្មារតីនៅពេលដែល Dugong ឃើញ Joel ធ្វើអញ្ចឹងទៅលើ Ebing គាត់ក៏បានចូលទៅរារាំងប៉ុន្តែត្រូវបាន Joel ដកកាភ្លើងដែលគាត់បានលាក់ទុកយកមកភ្ជាប់ Dugong Joel ក៏រៀម Dugong ថាតាហ៊ានចូលមកជួយឬក៏ស្រែកបង្កជាសំឡេងគាត់ច្បាស់ជាបាញ់ Dugong 8ក្បាលហើយដោយខ្លាចបាត់បង់អាយុជីវិតខ្លួនឯង Dugong ក៏ធ្វើតាមបញ្ជារបស់ Joel
Joel បានបញ្ជាឌូកង់ឲ្យជួយលើករាងកាយ E-Bing ដែលស្លាប់បាត់បង់ស្មារតីទៅកាន់ផ្ទះគេទុកចោលមួយដែលឆ្ងាយពីទីប្រជុំជននៅទីនឹងឯងដែល E-Bing បានជួបរឿងរ៉ាវដ៏អាក្រក់បំផុតនៅក្នុងជីវិតរបស់គាត់មកដល់ផ្ទះចាស់នឹងភ្លាម Joel នៅតែបន្តធ្វើបាបទៅលើរាងកាយរបស់ E-Bing ដែលកំពុងតែស្លាប់បាត់បង់ស្មារតីស្របពេលនឹងផងដែរ E-Bing ក៏បានដឹងខ្លួនមកវិញនិងបានដឹងថាខ្លួនឯងកំពុងតែមានគ្រោះថ្នាក់ E-Bing ក៏ព្យាយាមបតាយបតបតស៊ូដើម្បីរក្សាជីវិតដោយការឈឺចាប់និងអត់ទាន់ដឹងស្មារតីស្រួលបួលផងណាមួយគាត់គឺជាមនុស្សស្រីដល់អញ្ចឹងទៅគាត់អត់មានកម្លាំងគ្រប់គ្រាន់នឹងទៅតតាំងជាមួយនឹង Joel ទេ Joel នៅពេលដែលគេឃើញ E-Bing ព្យាយាមតតាំងដូចនេះគេក៏បានស្រែកបញ្ជាទៅកាន់ឌូកង់ឲ្យយកដុំថ្មដែលនៅក្បែរនឹងយកទៅវាយក្បាល E-Bing នៅពេលហ្នឹងឌូកង់ស្ទាក់ស្ទើរអត់ហ៊ានវាយក្បាលរបស់ E-Bing ទេតែក៏ត្រូវបាន Joel គរាម Joel និយាយថាបើសិនជាឌូកង់អត់ធ្វើទេគ្រាប់កាភ្លើងនឹងទម្លុះក្បាលឌូកង់ឯងឌូកង់បានលើកដុំថ្មដ៏ធំនៅក្បែរនឹងយកទៅវាយក្បាល E-Bing ចំនួន2ដងឌូកង់នឹងវាយអត់ខ្លាំងទេដែលធ្វើឲ្យ E-Bing នឹងអត់ស្លាប់បាត់បង់ស្មារតីJoel ឃើញឌូកង់វាយអញ្ចឹងគាត់ខឹងជាមួយនឹងឌូកង់រួចទៅក៏បានរុញឌូកង់ចេញគាត់ក៏បានស្រែកជេរឌូកង់ថាអាកំសាកJoel ក៏បានយកដុំថ្មនឹងទៅវាយលើក្បាលរបស់ E-Bing វាយហើយវាយទៀតវាយឡើងច្រើនមែនទែនក្រោយពេលដែល Joel បានវាយទៅលើ E-Bing រហូតដល់គាត់អត់អាចធ្វើអីបានអី Joel ក៏បានស្រាតខោ E-Bing និងធ្វើការរំលោភ E-Bing ក្រោយពេលដែល Joel បានរំលោភ E-Bing រួចហើយ Richard ដែលត្រូវជាមិត្តភក្តិម្នាក់ទៀតក៏បានរំលោភ E-Bing ដូចគ្នាតាមដែលឌូកង់បាននិយាយប្រាប់ប៉ូលីសនៅពេលហ្នឹង E-Bing អត់ទាន់បានស្លាប់បាត់បង់អាយុជីវិតទេគ្រាន់តែគាត់របួសធ្ងន់អាចនិយាយបានថា E-Bing នៅពេលហ្នឹងនៅពាក់កណ្ដាលស្លាប់រស់តែបើសិនជា E-Bing អាចបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលាគាត់អាចរក្សាជីវិតបាន Joel ដែលឃើញ E-Bing អត់ទាន់ស្លាប់ដូចនេះគាត់ក៏បានយកកាភ្លើងភ្ជង់ទៅកាន់ឌូកង់រួចទៅក៏និយាយថាឥឡូវដល់វេនឌូកង់រំលោភ E-Bing ម្ដងហើយឌូកង់ដោយភ័យខ្លាចថា Joel នឹងសម្លាប់គាត់ក៏ធ្វើតាមពាក្យបញ្ជារបស់ Joel ដោយគាត់បានរំលោភ E-Bing ទាំងទឹកភ្នែកក្រោយពេលដែលឌូកង់បានរំលោភ E-Bing ហើយរឿងរ៉ាវដែលអាក្រក់ៗគឺអត់ទាន់ចប់ទេដោយ Joel បានរើសយកមែកឈើមួយដែលប្រវែងរបស់វារាងវែងដែរយកទៅញុកចូលក្នុងប្រដាប់ភេទរបស់ E-Bing តាមការធ្វើកសោវិច័យទៅលើសាកសពរបស់ E-Bing មែកឈើដែលបានញុកចូលក្នុងប្រដាប់ភេទរបស់គាត់នឹងគឺមានប្រវែងទៅដល់10សង់ទីម៉ែត្របន្ទាប់ពីពួកគេបានធ្វើរឿងរ៉ាវដ៏អាក្រក់ទៅលើ E-Bing ហើយបន្តិចក្រោយមក E-Bing ក៏បានស្លាប់បាត់បង់អាយុជីវិតរយៈពេល2ម៉ោងដែលពួកគេបានធ្វើទៅលើ E-Bing ពិតជាអាក្រក់ខូខើដេរឆានមែនទែនក្រោយពេលដែល E-Bing បានស្លាប់ពួកគេក៏ភ័យដែរដល់អញ្ចឹងទៅពួកគេក៏សម្រេចចិត្តថានឹងលាក់រាងកាយរបស់ E-Bing នៅប្រហែលជាម៉ោង4ទាភ្លឺពួកគេទាំង3នាក់បានដឹកយករាងកាយរបស់ E-Bing យកទៅចោលនៅក្នុងព្រៃនិងបានយកមែកឈើចាស់ៗយកទៅគ្របលើមុខរបស់ E-Bing ពួកគេធ្វើរឿងរ៉ាវនេះរួចហើយក៏នាំគ្នាគេចខ្លួនទៅកាន់ផ្ទះពួកគេរៀងៗខ្លួននៅក្នុងចំណោមពួកគេទាំង3នាក់នឹងមានតែឌូកង់ទេដែលមានការភ័យខ្លាចថាថ្ងៃណាមួយសាកសពនឹងរកឃើញហើយគេនឹងត្រូវបានប៉ូលីសចាប់ខ្លួននៅថ្ងៃដែលគេរកឃើញសាកសពគ្រាន់តែទទួលបានដំណឹងនេះហើយឌូកង់គឺបញ្ញាប់ទៅកន្លែងដែលគេរកឃើញសាកសពនឹងភ្លាមព្រោះគាត់ចង់ទៅស៊ើបថាប៉ូលីសរកឃើញអីខ្លះអាចនឹងឈានដល់ការចាប់ខ្លួនគាត់បានឬក៏អត់តាមការធ្វើកសោវិច័យទៅលើសាកសពរបស់ E-Bing គាត់ត្រូវបានស្លាប់ដោយសារតែការរបួសក្បាលធ្ងន់ធ្ងរនិងរបួសនៅលើប្រដាប់ភេទរបស់គាត់ដែលបណ្ដាលឲ្យគាត់បាត់បង់ឈាមជាច្រើននិងធ្វើឲ្យគាត់ស្លាប់ក្រោយពេលដែលប៉ូលីសទទួលបានពាក្យសារភាពរបស់ឌូកង់ហើយប៉ូលីសក៏អាចធ្វើការចាប់ខ្លួន Joel និង Richard បានតាមការស៊ើបអង្កេតរបស់ប៉ូលីសបរិសុទ្ធទាំងពីរនាក់នឹង Joel និង Richard គឺធ្លាប់មានប្រវត្តិនៅក្នុងការប្រើប្រាស់គ្រឿងញៀនហើយត្រូវបានប៉ូលីសចាប់ខ្លួននិងយកទៅមណ្ឌលកែប្រែក្រោយមកពួកគេក៏ត្រូវបានដោះលែងមកវិញបន្ទាប់ពីទទួលបានការអប់រំនិងបានធ្វើកិច្ចសន្យាថានឹងឈប់ប្រើប្រាស់គ្រឿងញៀនបន្តទៀតពួកគេអត់បានគោរពតាមកិច្ចសន្យានោះទេនៅប្រើប្រាស់គ្រឿងញៀនលើសដើមទៅទៀតហើយលើកហ្នឹងគេបានធ្វើរឿងរ៉ាវដែលអាក្រក់ជាងការប្រើប្រាស់គ្រឿងញៀនទៅទៀតគឺការរំលោភសម្លាប់ E-Bing នឹងឯងក្រោយពេលដែលពួកគេបានរំលោភសម្លាប់ E-Bing ហើយពួកគេបានលួចយកទូរស័ព្ទដៃរបស់ E-Bing និងបានផ្ញើសារតាម Messenger ទៅកាន់ Crystal ថាបានដល់ផ្ទះហើយ
រឿងរ៉ាវដែលបានកាត់ឡើងទៅលើ E-Bing គឺព្រោះតែ Joel ដែលគាត់ស្អប់ E-Bing ដែល E-Bing ជាភេទទី3មួយវិញទៀតគឺដោយសារតែឥទ្ធិពលគ្រឿងញៀនដែលគាត់បានប្រើប្រាស់គណៈពេលដែលពួកគាត់4នាក់បានជួបគ្នាបើមើលតាមរូបថតដែលអ្នកទាំងអស់គ្នាបានឃើញនេះពិតប្រាកដណាស់ថា Richard និង Joel ពិតជាបានប្រើប្រាស់គ្រឿងញៀនមើលទៅមុខក៏ដឹងដែរឡើងច្បូចហ្មងក្រោយពេលដែលប៉ូលីសស៊ើបអង្កេតនិងប្រមូលភស្តុតាងបានហើយពួកគេទាំង3នាក់ក៏ត្រូវឡើងតុលាការដើម្បីធ្វើការកាត់ក្តីតុលាការបានរកឃើញថាពួកគាត់ទាំង3នាក់ពិតជាមានទោសកំហុសនិងត្រូវបានចោទប្រកាន់ពីបទរំលោភសម្លាប់លួចទ្រព្យសម្បត្តិនិងកាន់កាប់អាវុធដោយខុសច្បាប់មួយវិញទៀតនឹងគឺពីបទប្រើប្រាស់គ្រឿងញៀនពួកគាត់ត្រូវបានតុលាការតម្រូវឲ្យបង់លុយជូនគ្រួសារ E-Bing ចំនួន$5,700 សហរដ្ឋអាមេរិកនិងត្រូវជាប់ពន្ធនាគាររយៈពេលពី10ឆ្នាំកន្លះទៅ21ឆ្នាំកន្លះមានមនុស្សមួយចំនួនគេអត់ពេញចិត្តជាមួយនឹងការកាត់ទោសរបស់តុលាការទេទម្ងន់ទោសដែលគាត់ទទួលបាននឹងគឺវាតិចតួចមែនទែនវាអត់សមថាគាត់នឹងទទួលបានការផ្ដន្ទាទោសប៉ុណ្ណឹងគាត់គួរណាតែត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតទើបសមនឹងទង្វើដែលគាត់បានធ្វើទៅលើ E-Bing សាកសពរបស់ E-Bing ក៏ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយគ្រួសាររបស់ E-Bing ពិតជាកាត់ទុកមែនទែនការដែលបានបាត់បង់ E-Bing រឿងរ៉ាវរបស់ E-Bing បានបរៀនយើងថាកុំសូវឲ្យយើងនឹងទុកចិត្តទៅលើអ្នកដទៃខ្លាំងពេកទោះបីជាមិត្តភក្តិជិតស្និទ្ធយ៉ាងណាក៏ដោយមួយវិញទៀតទោះបីជាយើងស្រីក៏ដោយប្រុសក៏ដោយមិនគួរណាដើរលេងយប់ប្រលប់ទេព្រោះអីវាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះរឿងរ៉ាវ E-Bing នៅថ្ងៃនេះគឺខ្ញុំសូមបញ្ចប់វាត្រឹមតែប៉ុណ្្នឹងឯងតើអ៊ំពូមីងបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងក្តីមួយនេះជាចុងក្រោយខ្ញុំសូមអរគុណដល់អ៊ំពូមីងបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះតាំងពីដើមដល់ចប់ខ្ញុំសូមជូនពរអ៊ំពូមីងបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អអរគុណច្រើនជម្រាបលា